បាយធ្លាយអំពើពុករលួយនឹងការធ្វើបាបអ្នកទោសក្នុងពន្ធនាគារថៃក្រោយបាយធ្លាយខ្សែអាចសម្លេងខណៈអង្គភាពសាមីឆ្លើយបដិសេធពន្ធនាគារបាងខ្វាងកំពុងរងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបានចេញមកបដិសេធចោទប្រកាន់ជំវិញអំពើពុករលួយនឹងការធ្វើបាបអ្នកទោសដែលត្រូវបានទម្លាយតាមរយៈខ្សែអាចសម្លេងរបស់ទណ្ឌិតម្នាក់ឈ្មោះឆៅវ៉ាលីតសៀវផេងថងដួងកាលពីសប្តាហ៍មុននៅក្នុងខ្សែអាចសម្លេងនោះទណ្ឌិតរូបនេះបានចោទប្រកាន់មន្ត្រីពន្ធនាគារបាងខ្វាងថាបានអនុវត្តមិនស្មើភាពផ្ដល់សិទ្ធិពិសេសដល់អ្នកទោសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលោកផេងបានអះអាងថាមន្ត្រីពន្ធនាគារមានចេតនារារាំងឯកសារដែលលោកបានដាក់ជូនតុលាការដើម្បីរារាំងលោកមិនឲ្យការពារខ្លួនលោកបានបន្ថែមថាអ្នកទោសដទៃទៀតក៏ជួបបញ្ហាដូចគ្នាដោយលោកបានបញ្ជាក់ថាមន្ត្រីធ្វើបែបនេះក្នុងគោលបំណងរក្សាការគ្រប់គ្រងលើថវិកាពាក់ព័ន្ធនឹងពន្ធនាគារលើពីនេះលោកផេងបានចោទប្រកាន់ទៀតថាអ្នកទោសមួយចំនួនជាពិសេសអ្នកទោសគ្រឿងញៀនបរទេសត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទដៃនិងកុំព្យូទ័រលោកបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើករណីនេះនិងបានស្នើសុំផ្លាស់ប្តូរទៅកាន់ពន្ធនាគារផ្សេងទៀតដោយសារបារម្ភពីសុវត្ថិភាពនិងការប្រព្រឹត្តមកលើរូបលោកជាការឆ្លើយតបអគ្គនាយកនៃនាយកដ្ឋានពន្ធនាគារលោកប្រាវុធវង្សស៊ីនអ៊ីនបានបញ្ជាឲ្យពន្ធនាគារបាងខ្វាងបកស្រាយចំពោះការចោទប្រកាន់នេះនិងធានាឲ្យបាននូវយុត្តិធម៌លោកក៏បានបញ្ជាក់ផងដែរថាលោកមានគម្រោងជួបជាមួយលោកផេងដើម្បីពិភាក្សាអំពីបញ្ហានេះដោយផ្ទាល់យោងតាមការចុះផ្សាយដោយសារព័ត៌មានข่าวសុទ្ធកាលពីថ្ងៃសៅរ៍ទី25ខែមេសាដោយដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ក្រសួងយុតិធម៌បានឲ្យដឹងថាពន្ធនាគារបានបដិសេធចំពោះការរារាំងដំណើរផ្លូវច្បាប់របស់លោកផេងទោះជាយ៉ាងណាក៏ដោយមន្ត្រីបានទទួលស្គាល់ថាឯកសាររបស់លោកពិតជាមិនត្រូវបានបញ្ជូនមែនព្រោះតែភ្លេចផ្ញើដោយសារតែបរិមាណឯកសារមានច្រើនពេកនាពេលនេះឯកសារទាំងនោះត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលរួចរាល់ហើយពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមន្ត្រីពន្ធនាគារបានបញ្យល់ថាអ្នកទោសរួមទាំងលោកផេងផងដែរត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កុំព្យូទ័រចំនួន16គ្រឿងដើម្បីតាក់ទងជាមួយក្រុមគ្រួសារការទំនាក់ទំនងនេះត្រូវបានតាមដានយ៉ាងតឹងរឹងហើយនឹងត្រូវបានកាត់ផ្តាច់ភ្លាមៗប្រសិនបើមានការរំលោភលើបទបញ្ជារបស់ពន្ធនាគារមន្ត្រីបានបន្ថែមថាខ្សែអាចសម្លេងដែលបានបែកធ្លាយនោះត្រូវបានថតដោយសាច់ញាតិរបស់លោកផេងដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលសួរសុខទុក្ខពន្ធនាគារបានបញ្ជាក់ថាលោកផេងនឹងត្រូវប្រឈមមុខនឹងវិន័យចំពោះការរំលោភច្បាប់នេះខណៈដែលវិធានការលើសាច់ញាតិរូបនោះកំពុងស្ថិតក្រោមការពិចារណាចំពោះសំណើសុំផ្ទេរពន្ធនាគារមន្ត្រីបាននិយាយថានាយកដ្ឋានពាក់ព័ន្ធនឹងពិនិត្យមើលបញ្ហានេះប្រសិនបើត្រូវបានអនុម័តលោកផេងអាចនឹងត្រូវផ្លាស់ប្ដូរទៅកាន់ពន្ធនាគារដែលមានសន្តិសុខកម្រិតខ្ពស់បំផុតដែលនឹងមានលក្ខខណ្ឌតឹងរឹងជាងពន្ធនាគារបាងខ្វាងបច្ចុប្បន្នទៅទៀតជាមួយគ្នានេះប្រពន្ធពីក្រសួងយុតិធធម៌ក៏បានបង្ហើបថាការដាក់ពាក្យបណ្ដឹងនេះអាចនឹងកើតមានឡើងបន្ទាប់ពីមានវិធានការវិន័យលើលោកផេងមានសេចក្តីរាយការណ៍ថាលោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីបានបង្កហិង្សាលើអ្នកទោសម្នាក់ទៀតផងដែរ